បាទថ្មីប្លែកទៀតហើយបងប្អូនណាបាទកញ្ចោះធ្វើចេញពីមូកណាបងប្អូនបាទហ្នឹងហើយមូកស្លឹកយើងបាទពីដើមណាបងប្អូនយើងហ្នឹងហើយតែងតែឃើញដូនតាយើងគាត់ធ្វើណាបាទហើយស្រាប់ថ្ងៃនេះផ្ទាល់ណាបងប្អូនបាទហ្នឹងហើយសូមជំរាបសួរបាទទៅកាន់ពុកម៉ែបងប្អូនបាទលោកយាយលោកតាយើងបាទដែលតែងតែនិយមបាទមើលនិងគ្រប់គ្រងបាទក៏ដូចជាការតាមដានណាបាទជាមួយនឹង Channel YouTube បាទរបស់ខ្ញុំបាទផ្ទាល់ដែលមានឈ្មោះថាក្រមុំកសិករបាទក៏ដូចជា Page របស់ខ្ញុំបាទដែលមានឈ្មោះថាអឺហៀងស៊ីមនេះផងដែរពុកម៉ែបងប្អូនបាទហ្នឹងហើយសូមមេត្តាជួយជាការ like បាទនិង share បាទក៏ដូចជាការជួយចុចជាវបាទនិង subscribe បងប្អូនបាទដាក់នៅសញ្ញាកណ្ដឹងបាទម្នាក់មួយផងបងប្អូនណាបាទអញ្ចឹងបងប្អូនយើងឃើញថាខ្ញុំផ្តិតយកនៅទស្សនវិជ្ជារួមណាបងប្អូនបាទមិនដឹងថានៅតំបន់ណាទីណាស្រុកណាភូមិឃុំណាទេបងប្អូនណាបាទគឺនេះគឺជាអឺវត្តបងប្អូនបាទវត្តឧត្តមមុនីរតនារាមបាទហៅថាវត្តស្រះធុលយើងហ្នឹងបងប្អូនបាទដែលស្ថិតនៅភូមិស្រះធុលបាទឃុំយុទ្ធសាមគ្គីបាទស្រុកសាមគ្គីមនីជ័យណាបងប្អូនយើងបាទខេត្តកំពង់ស្ពឺបងប្អូនបាទដែលមានបំណងបាទចង់មកលេងកម្សាន្តបងប្អូនបាទនៅរដូវកាលបុណ្យចូលឆ្នាំបាទប្រពៃណីខ្មែររបស់យើងខាងមុខនេះផងដែរណាបាទហ្នឹងហើយព្រះគ្រូចៅអធិការវត្តហ្នឹងគឺគាត់បានរៀបចំបងប្អូនណាបាទគឺលោកបានរៀបចំបាទកន្លែងលបាមលេងលបែងកំសាន្តណាបងប្អូនបាទជាច្រើនផងដែរបងប្អូនណាបាទអញ្ចឹងគឺការរៀបចំនេះគឺឃើញថាហើយ40%នៅឡើយទេបងប្អូនបាទមិនទាន់បានពេញ100%ទេបាទគឺយើងចាប់ពីថ្ងៃទី8នេះទៅបងប្អូនណាបាទហ្នឹងហើយហ្នឹងហើយយើងចាប់ធ្វើពីថ្ងៃទី8នេះទៅបងប្អូនយើងឃើញហើយបាទហ្នឹងហើយអឺមិនទាន់បាន100%នោះទេបងប្អូនបាទហ្នឹងហើយគឺការសាងសង់ឡើងដោយកូននេនបាទហ្នឹងហើយដឹកនាំដោយព្រះគ្រូចៅអធិការវត្តបាទក៏ដូចជាបាទលោកតាអាចារ្យហ្នឹងហើយគេហៅថាគណៈកម្មការវត្តណាបងប្អូនយើងហ្នឹងហើយបាទអញ្ចឹងគឺខ្ញុំទៅផ្ដិតយកបាទដើម្បីបាទជាការចែករំលែកជូនណាបាទទៅកាន់បងប្អូនយើងដែលគាត់មិនដឹងថាចូលឆ្នាំហ្នឹងទៅលេងនៅខាងណាបងប្អូនណាបាទបងប្អូនយើងដឹងស្រាប់ហើយបាទគឺខាងវត្តឧត្តមមនីបាទរតនារាមហៅថាវត្តស្រះធុលយើងហ្នឹងគឺមានសិល្បៈដូចថាលបែងប្រជាប្រិយបាទសម្រាប់លេងកំសាន្តណាបងប្អូនយើងបាទហ្នឹងហើយអញ្ចឹងគឺឆ្នាំនេះគឺយើងឃើញប្លែកបងប្អូនបាទព្រះគ្រូចៅអធិការវត្តគឺគាត់រៀបចំបាទមានដូចជាបាទចបៃដងវែងហ្នឹងហើយក៏ដូចជាទ្រខ្មែរបាទដែលធ្វើឡើងដៃទីបក៏ដូចជាធ្វើការច្នៃប្រឌិតជាមួយនឹងធុងកាត់បាទដើម្បីធ្វើជាទ្រណាបងប្អូនបាទហ្នឹងហើយនេះគឺជាកន្លែងបងប្អូនដែលចង់ selfie បានបងប្អូនណាបាទហ្នឹងហើយសួស្តីឆ្នាំថ្មីបាទនេះគឺជាព្រះវិហាររបស់យើងបាទគឺមានការត្រួតត្រងបាទផងដែរបងប្អូនណាបាទហ្នឹងហើយបងប្អូនមកលេងអាចចូលជាបច្ច័យដើម្បីកសាងនៅវត្តអារាមរបស់យើងបានបងប្អូនបាទហ្នឹងហើយតិចក្តីច្រើនក្តីណាបងប្អូនបាទនៅវត្តឧត្តមមុនីរតនារាមហៅថាវត្តស្រះធុលបានបងប្អូនណាបាទហ្នឹងហើយចូលជាការចាំអ្នកផលបាទបន្តិចបន្តួចបាទតាមកម្លាំងសទ្ធារបស់ពុកម៉ែបងប្អូនយើងដើម្បីឲ្យព្រះគ្រូចៅអធិការវត្តបាទយកទៅធ្វើការសាងសង់បាទនានាបាទដូចជាវិហាររបស់យើងជាដើមអញ្ចឹងទៅបងប្អូនណាបាទនេះគឺខ្ញុំផ្ដិតយកនៅកញ្ចុះធ្វើមកពីមួកបងប្អូនណាបាទគេហៅកញ្ចុះមួកអញ្ចឹងទៅបងប្អូនណាបាទនេះគឺជាមួកតាំងសម្រាប់លម្អបាទសម្រាប់ឲ្យបងប្អូនយើងបាទហ្នឹងហើយបងប្អូនឬក៏បងយើងដែលគាត់ចង់ selfie អីគឺគាត់ selfie បានបងប្អូនណាបាទនេះគឺជាកន្លែងសិល្បៈបាទលបែងលេងកំសាន្តបងប្អូនណាបាទហ្នឹងហើយអញ្ចឹងគឺយើងឃើញថាហើយតែបាន40%ទេបងប្អូនបាទគឺយើងចាប់ពីថ្ងៃហ្នឹងទៅទល់ដល់ថ្ងៃចូលឆ្នាំបាទប្រហែលជាហើយ100%តែម្ដងបាទពូកៅពូយើងគិតថាព្រះគ្រូបាទចៅអធិការវត្តហ្នឹងគឺគាត់កំពុងតែមមាញឹកដែរបងប្អូនដោយសារតែអឺបងប្អូនយើងភាគច្រើនបាទគឺគាត់បាំងស្គលអញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយដល់អញ្ចឹងគឺអឺ
កូននេនបាទគឺលោកហ្នឹងគឺគាត់ជាប់រវល់ដែរពេលព្រឹកឡើងណាបងប្អូនហ្នឹងហើយរហូតដល់យើងឆាន់ត្រង់អញ្ចឹងទៅណាហ្នឹងហើយនេះបងប្អូនយើងបាទនេះគឺខ្ញុំសំដៅទៅមើលបាទនៅចប៉ីដងវែងបាទដែលព្រះគ្រូចៅអធិការវត្តណាបាទដែលគាត់រៀបចំឡើងណាបងប្អូនឃើញថារចនាស្អាតមែនទែនបងប្អូនបាទដូចចប៉ីមែនទែនតែម្ដងបងប្អូនយើងហើយហ្នឹងហើយនេះបាទគឺជាការច្នៃប្រឌិតបាទរបស់ព្រះគ្រូបាទចៅអធិការវត្តបាទដែលគាត់តែងតែធ្វើនៅឡើងណាបាទដើម្បីកុំឲ្យបាត់បង់បាទនៅកេរដំណែលរបស់ដូនតារបស់យើងណាបងប្អូនយើងហ្នឹងហើយកុំឲ្យបាត់បង់បងប្អូនបាទគឺឃើញថារចនាល្អឥតខ្ចោះមែនទែនបងប្អូនណាបាទហ្នឹងហើយចឹងបងប្អូនហ្នឹងហើយបើចង់ថត selfie បាទជាមួយនឹងចប៉ីដងវែងបងប្អូនអាចមកបាទនៅវត្តឧត្តមមុនីបាទរតនារាមហៅថាវត្តស្រះធុលនេះបានបងប្អូនណាបាទមានលបែងលបាំប្រជាប្រិយសម្រាប់លេងបាទនៅពេលបុណ្យបាទប្រពៃណីខ្មែរណាចូលឆ្នាំប្រពៃណីខ្មែររបស់យើងនេះតលតែម្ដងផងដែរបាទអញ្ចឹងបងប្អូននេះគឺទស្សនវិជ្ជាខាងក្រោយនៃចប៉ីដងវែងបាទហើយនេះគឺលោកបាទហ្នឹងហើយកូននេនបាទដែលលោកបាទខ្ញុំអត់សូវចេះហៅភាសាលោកណាបងប្អូនយើងហ្នឹងហើយដែលអមជាមួយនឹងជាងបងប្អូនបាទធ្វើក្បាច់រចនាបាទគេហៅថាធ្វើនៅត្របងប្អូនបាទត្រខ្មែររបស់យើងនេះតែម្ដងបងប្អូនណាមើលទៅបងប្អូនដូចទេហ្នឹងហើយនេះយើងឃើញថាមិនទាន់ជាលាបថ្នាំពណ៌ទេបងប្អូនបាទហ្នឹងហើយបើយើងលាបថ្នាំពណ៌សបាទដាក់កន្លែងលើក្បាលកន្លែងយើងរឹតខ្សែណាបងប្អូនហ្នឹងហើយមិនដឹងថាបងប្អូនយើងមួយចំនួនហៅអីទេហ្នឹងហើយដាក់ពណ៌ខ្មៅមកយើង highlight ពណ៌មកគឺយើងឃើញថាស្អាតណាបងប្អូនយើងហ្នឹងហើយបាទហើយយើងមានឃើញថាចាក់ក្បាច់បងប្អូនបាទធ្វើជាដាវធ្វើជាលំពែងណាបាទហ្នឹងហើយធ្វើជាលំពែងបងប្អូនបាទហ្នឹងហើយមើលការរចនារបស់ជាងបាទអមជាមួយកូននេនហ្នឹងហើយតែលោកកំពុងតែធ្វើការឈូសបាទនៅថ្នាំចាស់ហ្នឹងបាទដើម្បីកុំឲ្យវាមានការកពិកពកណាហ្នឹងហើយបាទឥឡូវគឺយើងឃើញថាកលេចមើលទៅខាងក្រោយហ្នឹងគឺពោះវែកបងប្អូនបាទហ្នឹងហើយព្រះគ្រូចៅ